ខ្ញុំខ្លាចថាវាពិបាកក្នុងការបញ្ចុះបញ្ចូលសាធារណជន ធ្វើមិនដឹងថាគាត់កុហក ខ្ញុំធានាវាជាមួយនឹងអាជីពរបស់ខ្ញុំបើយីសែងញ៉ានមិនបានកុហកខ្ញុំស្ម័គ្រចិត្តចាក់ចេញពី Shen Group ខ្ញុំមិនបានទៅពិសាអាហារពេលល្ងាចចំនួនយប់មែនទេ ហាហាវ៉ាងយីជីតើអ្នកមិនបានរួមដំណើរជាមួយលោក Shen ទៅពិធីជប់លៀងកាលពីម្សិលមិញទេនិយាយឡើង ខ្ញុំនៅជាមួយយីសែងយួនយប់មិញអ្វីដែលខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំនឹងមិនប្រកែកជាមួយអ្នកទេវាត្រូវតែឈានដល់ចំណុចនេះហេតុអ្វីបងស្រីវ៉ានីអ្នកមិនអាចប្រងើយកន្តើយនឹងខ្ញុំបានទេអ្នកបានធ្វើឲ្យខ្ញុំនិយាយពាក្យទាំងនេះបងស្រីវ៉ានីអ្នកមិនអាចប្រងើយកន្តើយនឹងខ្ញុំបានទេអ្នកបានធ្វើឲ្យខ្ញុំនិយាយពាក្យទាំងនេះគុំនិយាយមិនសមហេតុផលខ្ញុំមិនបាននិយាយបែបនោះទេនេះជាអ្វីដែលអ្នកស្មាននាយកដ្ឋានហិរញ្ញវត្ថុរបស់អ្នកកំណត់ប្រាក់ខែរបស់គាត់អ្នកអាចទៅបាន ខ្ញុំមិនអាចបាត់បង់ការងារនៅ Shen បានទេសូមព្រះជាម្ចាស់អភ័យទោសឲ្យខ្ញុំម្ដង មានអ្វីដែលអ្នកបាននិយាយថាត្រឹមត្រូវអ្វីដែលសំខាន់បំផុតគឺចរិតជាក់ស្ដែងអ្នកមិនបានបំពេញតាមស្តង់ដារការងាររបស់ Shen ទេ ចុះយីសែងញ៉ានវិញគាត់បានធ្វើត្រាប់តាមចិញ្ចៀនអំណាចរបស់ភរិយាប្រធានក្រុមហ៊ុន Shen Corporation លោកក៏បានអះអាងថាជាអំណោយរបស់ប្រធាននរណាដឹងថាគាត់បង្កើតចិញ្ចៀនដើម្បីអ្វីគាត់ជាអ្នកបោកប្រាស់មិនត្រឹមតែបណ្ដេញចេញប៉ុណ្ណោះទេបញ្ជូនគាត់ទៅគុកមនុស្សចូលចិត្តគាត់ជាមួយនឹងចរិតទាបតើខ្ញុំអាចនៅទីនេះដើម្បីពិនិត្យ challenge យ៉ាងដូចម្ដេច Shen តែងតែមានភាពយុត្តិធម៌ខ្ញុំនឹងមិនអនុគ្រោះគាត់ទេព្រោះគាត់ជាយីសែងញ៉ាន គាត់នឹងមិនធ្វើបែបនេះទេ គាត់គ្រាន់តែជឿលើខ្ញុំនេះគឺជាដៃប្រដោដែលបានប្រគល់ឲ្យយីវ៉ានីដោយប្រធានខ្លួនឯងនេះគឺជាការពិតប៉ុន្តែរឿងដែលយីសែននឹងត្រូវរបួសត្រូវតែคล้ายៗ អ្នកគឺជាឆេ ត្រូវហើយលោកសេនខ្ញុំមិនបានជួបលោកយាយ Shen ប៉ុន្មានដងទេវាហាក់ដូចជាពាក្យចាំអារ៉ាមនេះជាការពិតប្រធានស្នាក់នៅតែម្នាក់ឯងនៅក្នុងផ្ទះចាស់កុំរចេញទៅក្រៅណាស់លោក Shen កុំរកឃើញគាត់ណាស់តារាប់ណា Lenses គ្មាននរណាម្នាក់ដឹងថាខ្ញុំកំពុងកុហកទេ Shen Tengbei មានអំណាចតែមួយគត់បាទប៉ុន្តែអំណាចគឺជាថ្លៃបណ្ណាការរបស់យាយបញ្ជូនហ្វេនទៅស្ត្រីប៉ុន្តែមិនមែនបុរសទេតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វាដែរឬទេបន្ទាប់មកគាត់ត្រូវតែคล้ายៗហេតុអ្វីបានជាអ្នកនិយាយដូច្នេះដោយសារតែវាពិតជានៅទីនេះនេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយប្រធានខ្លួនឯងខ្ញុំភ្នាក់គ្រាន់តែនិយាយអត្ថប្រយោជន៍នៃការអវត្តមានរបស់ប្រធានគ្រាន់តែនិយាយមិនសមហេតុសមផលខ្ញុំអាចថ្លែងទីបន្ទាល់នៅចំពោះមុខប្រធានតើអ្នកហ៊ានទេអ្នកមិនហ៊ានទេអ្នកគ្រាន់តែឆ្លៀតឱកាសនេះដើម្បីជួបប្រធានហេតុអ្វីបានជាខ្ញុំត្រូវនាំអ្នកទៅជួបប្រធានអ្នកក៏សមនឹងទទួលបានវាដែរប្រធានមិនត្រូវបានគេឃើញក្នុងរយៈពេល10ឆ្នាំមកហើយឲ្យតែខ្ញុំខំដល់ស្លាប់ហើយមិនព្រមគ្មាននរណាម្នាក់អាចនិយាយថារបស់ខ្ញុំคล้ายៗនោះទេគ្រាន់តែរងចាំ2-3ថ្ងៃទៀតកែតបេននិងប្រធានបញ្ចប់អាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយ Shen Qianbei រឿងនេះត្រូវបានច្របូកច្របល់អ្នកណាខ្លះចង់ឃើញខ្ញុំតើអ្នកណាឲ្យចិញ្ចៀនរបស់អ្នកតើអ្នកជានរណាដើម្បីសួរខ្ញុំសូម្បីតែឆ្មានិងឆ្កែក៏គិតថាពួកគេជាមនុស្សសំខាន់ដែរអ្នកមិនស្គាល់គាត់ទេលោក Shen ខ្ញុំជាលេខាផ្ទាល់ខ្លួនរបស់អ្នកមានមនុស្សរាប់មិនអស់ដែលចង់ធ្វើការពេញចិត្តជាមួយខ្ញុំតើខ្ញុំអាចស្គាល់គ្រប់គ្នាដោយរបៀបណាហេតុអ្វីបានជាយាយនៅទីនេះលោក Shen មនុស្សនេះគឺយីសែងញ៉ានគឺជាជីដូនហាសហាគាត់ពិតជាចាត់ទុកក្រុមហ៊ុនដូចជាផ្ទះរបស់គាត់មែននាំអ្នកទាំងអស់គ្នាមកទីនេះ ជីដូនយីសែងញៀនគឺជាមនុស្សដែលខ្ញុំចូលចិត្តខ្ញុំដឹងថាអ្នកចូលចិត្តយីវ៉ានីប៉ុន្តែសូមគោរពជំរឿសរបស់ខ្ញុំវាអស្ចារ្យណាស់យីវ៉ានីជានរណាខ្ញុំមិនស្គាល់ស្ត្រីចំណាស់ទេស្លឹកតូចវាប្រែថាអ្នកនឹងចៅប្រុសច្បងរបស់ខ្ញុំបានស្គាល់គ្នាជាយូរមកហើយហាហាតើពេលណាទើបយើងពិភាក្សាគ្នារឿងរៀបការ Granny Greenhouse មិនទាន់ដឹងថាយើងទទួលបានសម្បត្តិអាពាហ៍ពិពាហ៍នៅឡើយទេអវាត្រូវបានបង្ហោះអស់រយៈពេល3ឆ្នាំហេតុអ្វីបានជាខ្ញុំមិនគិតពីវាយាយតូចកំពុងទទួលយកគឺអ្នកមិនអាចទៅរួចគាត់ជាប្រធានយីវ៉ានីអ្នកពិតជាត្រូវបានមនុស្សពិការភ្នែកយើងជាសាច់ញាតិប្រសិនបើប្រធានជាជីដូនរបស់ខ្ញុំគាត់មិនស្គាល់គាត់ទេអ្នកមិនបាននិយាយទេ
ចិញ្ចៀននៅលើដៃរបស់អ្នកត្រូវបានផ្ដល់ឲ្យអ្នកដោយប្រធានគាត់ក៏បាននិយាយថាអ្នកមានទំនាក់ទំនងផ្ទាល់ខ្លួនល្អជាមួយប្រធានមិនប្រធានមកទីនេះហើយអ្វីបានជាអ្នកមិនស្គាល់គាត់តើវាអាចទៅរួចទេអ្នកគឺជា B Tyson អ្នកក្មេងស្រី យាយសាំងមានគុំស្ដាយអីថ្ងៃគឺវែងអ្នករងចាំខ្ញុំយាយខ្ញុំមិនដឹងទេចិញ្ចៀននេះមានតម្លៃណាស់ខ្ញុំនឹងប្រគល់វាទៅអ្នកវិញអ្នកបានទទួលយកអំណោយរបស់ខ្ញុំមិនមានហេតុផលដើម្បីត្រឡប់មកវិញទេប្រសិនបើអ្នកមានអារម្មណ៍មិនល្អយកចៅប្រុសច្បងរបស់ខ្ញុំចូលហាហាហាជីដូនរបស់ខ្ញុំបានឲ្យខ្ញុំរក្សាវាឲ្យល្អគាត់ថាចិញ្ចៀននោះជារបស់គាត់អូខ្ញុំភ្លេចតើមានអ្វីទៀតម្ដាយរបស់អ្នកនិងម្ដាយរបស់អ្នកទៅទាំងអស់ទៅល្អទៅតាមខ្ញុំរាល់ឆ្នាំឥឡូវនេះអ្នករាល់គ្នាដឹងអ្នកនឹងមិនផ្ដល់ឈ្មោះឲ្យខ្ញុំទេអ្នកមិនបាននិយាយថាអ្នកនឹងឲ្យខ្ញុំទៅអាហារមួយនោះហើយជាវាថ្លៃនៅទីនេះ10 លានត្រីមួយក្បាលមានតម្លៃរាប់ម៉ឺនដុល្លារសួស្ដីលោកចេងនោះខ្ញុំមិនទាន់ឃ្លានខ្លាំងនៅឡើយទេតើអ្នកឃ្លានទេខ្ញុំពិតជាឃ្លានបន្តិចតោះចូលញ៉ាំអូខ្ញុំពិតជាមិនអាចនិយាយអ្វីអំពីមុខរបស់គាត់បានទេតើឆានជាឃ្លានមែនទេមិនមានលុយនៅក្នុងកាតធនាគាររបស់ខ្ញុំទេមិនមានវត្ថុទេមិនមានលុយនៅក្នុងវត្ថុទេតើអ្នកមិនចង់ខ្ចីវាពីមិត្តទេតើអ្វីទៅជារឿងធំគួរឲ្យស្រឡាញ់ណាស់牵我的手，我知道你会带着我向前走。我不需សូមមើលអ្វីដែលអ្នកចង់ញ៉ាំបំភ្លេចវាខ្ញុំមិនសមនឹងញ៉ាំទេខ្ញុំពិតជាមិនឃ្លានទេបើមិនដូច្នោះទេអ្នកអាចផ្ដល់ឲ្យខ្ញុំមិនត្រូវការវាទៀតទេការបម្រើមួយនៃបង្គាស្ករភាគខាងត្បូងនិងមួយការបម្រើនៃគ្រាប់លុកឡាប់សិតដុតឈូងក្តាមព្រើមួយចំណែកនិងសាឡាដមួយចំណែកខ្ញុំចង់និយាយថាសូមអញ្ជើញទទួលទានអាហារពេលល្ងាចប៉ុន្តែសូមចងចាំថាប្រសិនបើអ្នកមិនឃ្លានទេអ្នកអាចធ្វើវានៅថ្ងៃផ្សេងទៀតហេតុអ្វីត្រូវរងចាំមួយផ្លែតសូមបង្ហាញមើលនុយម្ដងទៀតទោះបីជាខ្ញុំមិនឃ្លានខ្លាំងក៏ដោយប៉ុន្តែខ្ញុំអាចញ៉ាំជាមួយអ្នកយ៉ាងណាមិញការញ៉ាំតែម្នាក់ឯងគឺគួរឲ្យធុញជាធម្មតាប្រធានឆេនញ៉ាំអាហារថ្លៃបែបនេះតើអ្នកពិតជាមិនក្រទេបើអ្នកញ៉ាំបែបនេះ